ចូលទៅដល់បញ្ហាទី3ថាតើបញ្ហានេះនឹងផុតរលត់ឬទេនៅពេលដែលអាស៊ានមានមេថ្មីគឺប្រទេសហ្វីលីពីនបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post បាទគឺ South China Morning Post ចេញផ្សាយនៅថ្ងៃនេះគាត់ថានៅពេលដែលហ្វីលីពីនធ្វើជាប្រធានម្ដងបាទគឺបញ្ហាចំនួនរវាងថៃនិងកម្ពុជានៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយបាទតាសារព័ត៌មាននេះផ្ដល់តម្លៃយ៉ាងម៉េចបាទខ្ញុំសូមដកស្រង់ដែរមកសូមដកស្រង់ដែរចឹងឥឡូវខ្ញុំសូមដកស្រង់ទៅណាពីសេចក្តីរាយការណ៍របស់ South China Morning Post South China Morning Post គាត់បាទរៀបរាប់ច្រើនអំពីបញ្ហាកម្ពុជាថៃមានចំនួនមានបាញ់គ្នាហ្នឹងបាទខ្ញុំមិនបាច់ចូលទៅសារបានទាំងអស់ឬក៏រឿងដើមនឹងឡើងវិញទេខ្ញុំចូលទៅដល់ខ្លឹមសារសំខាន់ដែលសារព័ត៌មាន South China Morning Post បានរាយការណ៍នេះគឺគាត់បានបញ្ជាក់ថាគឺអង្គើបន្ទុះសារាយគ្នាភាពតានតឹងដែលបានកើតមានឡើងរវាងកម្ពុជានិងថៃគឺដែលកើតឡើងជាថ្មីឡើងវិញនេះក្រោយពីតែប្រមាណសប្តាហ៍បន្ទាប់ពីការចោទហត្ថលេខាលើកិច្ចព្រមព្រៀងជប់បាញ់គ្នាដែលលោកប្រធានាធិបតី Donald Trump ជាអ្នកជួយសម្របសម្រួលនឹងហើយដែលបណ្ដាលឲ្យមានអំពើហិង្សានៅតាមបណ្ដោយព្រំដែននេះគឺប្រកាសណាស់គឺជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់ប្រទេសហ្វីលីពីនក្នុងពេលដែលហ្វីលីពីនទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំក្រោយបើទោះបីជាយ៉ាងណាក៏ដោយគឺបញ្ហាប្រឈមដ៏សំខាន់នោះគឺថាតើអាស៊ានអាចនឹងបាទធ្វើយ៉ាងណាឲ្យការដឹកនាំរបស់ហ្វីលីពីននេះរក្សានៅសន្ទុះបានយ៉ាងខ្លាំងឬក៏យ៉ាងណាអំពីបញ្ហានោះគឺវាទៅតែជារឿងមួយដែលបាទជារឿងត្រូវបន្តធ្វើគឺមិនមែនជារឿងការទូតមួយដែលធ្វើតែម្ដងហើយចប់នោះទេបាទហើយគឺជាការមួយដែលត្រូវសម្រេចថាតើបណ្ដាប្រទេសនៅក្នុងអាស៊ាននេះអាចធ្វើឲ្យបញ្ហាទាំងអស់ដែលអាស៊ានកំពុងតែប្រឈមមុខនេះមានស្ថិរភាពយ៉ាងណាក្នុងរយៈពេលវែងបាទបើតាមអ្នកវិភាគនានាសារព័ត៌មានបានដោះសងអ្នកវិភាគនានាបានលើកឡើងថាបញ្ហាតានតឹងរវាងប្រទេសថៃនិងប្រទេសកម្ពុជាគឺអាចនឹងបន្តរហូតដល់ឆ្នាំក្រោយបាទអញ្ចឹងជំរាបប្រិយមិត្តឲ្យដឹងគឺអ្នកវិភាគគាត់មើលឃើញយ៉ាងថារឿងនេះនឹងអាចនឹងបន្តទៅដល់ឆ្នាំក្រោយដែលជារឿងមួយប្រឈមមុខដ៏ខ្លាំងណាស់បាទសម្រាប់ប្រធានថ្មីនេះបាទលោកបានបញ្ជាក់ថាគឺប្រទេសម៉ាឡេស៊ីបាទដែលពេលនេះខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះយ៉ាងខ្លាំងនោះក៏យល់ឃើញថាប្រហែលជាមិនដើរចេញចោលបញ្ហានេះដោយងាយៗនោះដែរចឹងនេះគឺជាចម្លើយទៅនឹងប្រិមិត្តមួយចំនួនដែលបានសួរខ្ញុំកន្លងមកថាតើម៉ាឡេស៊ីអាចនៅបន្តការងារនឹងទេដោយសារលោកអាន់វ៉ាគាត់ធ្វើការងារល្អអញ្ចឹងបើតាមការលើកឡើងរបស់អ្នកវិភាគគាត់ថាគាត់រំពឹងថាម៉ាឡេស៊ីនឹងបន្តគឺប្រហែលជាម៉ាឡេស៊ីមិនដែលចេញចោលបញ្ហានេះដោយងាយៗហើយបន្ទុកនេះទៅឲ្យហ្វីលីពីនដោះស្រាយម្នាក់ឯងនោះទេបាទគឺជារឿងមួយលំបាកសម្រាប់ហ្វីលីពីនដោយអ្នកវិភាគគាត់សម្គាល់ថាលោកអាន់វ៉ាអ៊ីប្រាហ៊ីមខ្លួនឯងផ្ទាល់នឹងតែម្ដងលោកបានគឺថាចំណាយពេលយ៉ាងច្រើននៅក្នុងការខិតខំដោះស្រាយវិបត្តិនេះបាទហើយគឺបានជួយរហូតទៅដល់មានការព្រមព្រៀងចុះហត្ថលេខាលើបទជប់បាញ់គ្នាកាលពីខែកក្កដាម្ដងរហូតទៅដល់មានការចុះព្រមព្រៀងទៅលើសេចក្តីប្រកាសរួមអញ្ចឹងដូច្នេះអាចនឹងមានឥឡូវគាត់ថាឥឡូវហ្នឹងគឺមានការពិភាក្សាគ្នាថាធ្វើយ៉ាងម៉េចឲ្យមានការចរចាហ្នឹងគឺឲ្យប្រទេសហ្វីលីពីនហ្នឹងដើរតួរបៀបដូចជាគេហៅថាត្រយកាបាទត្រយកាហ្នឹងគឺប្រធានរបស់អាស៊ានចាស់ហ្នឹងគឺមានការជួបពិភាក្សាគ្នាដើម្បីជួយសម្របសម្រួលផងបាទគឺគាត់បានយល់ថាម៉ាឡេស៊ីក៏នៅចង់ជួយអំពីបញ្ហាហ្នឹងដែរបាទ
គឺជារឿងមួយដែលជួយទៅដល់ប្រធានថ្មីនឹងផងដែរអញ្ចឹងនេះគឺជាសេចក្តីរំពឹងរបស់អ្នកវិភាគណាអ្នកវិភាគគាត់ថាមិនអាចនឹងបោះបង់ចោលភ្លាមដាក់បន្ទុកទៅលើប្រធានថ្មីរបស់អាស៊ាននោះទេតើបញ្ហាអាស៊ានមានអ្វីខ្លះទៀតដែលប្រធានថ្មីគាត់ត្រូវដោះស្រាយហើយជារឿងមួយអតិភិបនៅក្នុងរបៀបវរៈរបស់គាត់បើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថារបៀបវរៈរបស់អាស៊ានឥឡូវនេះគឺមានច្រើនសម្រាប់ហ្វីលីពីនដែលនឹងដោះស្រាយពីព្រោះហ្វីលីពីនគាត់ចង់ផ្ដោតទៅលើបញ្ហាសមុទ្រចិនខាងត្បូងសមុទ្រចិនខាងត្បូងដែលមានបញ្ហាទំនាស់ជាមួយនឹងប្រទេសចិនហើយក៏ដូចជារឿងបញ្ហានៅក្នុងប្រទេសភូមាផងដែរប្រិមត្តដឹងហើយនៅក្នុងប្រទេសភូមាគឺមានបញ្ហាកើតឡើងសង្គ្រាមស៊ីវិលកំពុងតែប្រយុទ្ធគ្នារវាងក្រុមតស៊ូជាមួយនឹងរដ្ឋាភិបាលភូមាអញ្ចឹងហ្វីលីពីនក៏ត្រូវដោះស្រាយបញ្ហានឹងផងដែរក្នុងពេលដែលខ្លួនឯងធ្វើជាប្រធានអាស៊ានហើយត្រូវតែមកដោះស្រាយបញ្ហាកម្ពុជានេះទៀតដូច្នេះតើរបៀបវិរៈហ្នឹងវាធំដុំយ៉ាងណាបើគាត់តែចេញមកគឺបញ្ហាធំនេះនឹងដាក់ទៅលើថាឲ្យមេថ្មីរបស់អាស៊ានត្រូវដោះស្រាយបាទដូច្នេះបើតាមអ្នកវិភាគក៏យល់ថាវាអាចនឹងប៉ះពាល់ទៅដល់របៀបវិរៈរបស់អាស៊ាននៅឆ្នាំ2026ផងដែរពីព្រោះអីសមត្ថភាពនៅក្នុងការដោះស្រាយរបស់អាស៊ានគឺពិតជាស្ដួយស្ដាងណាស់ទៅហើយគឺมันអាចធ្វើយ៉ាងណាឲ្យចំនួនរវាងកម្ពុជាហើយនិងថៃហ្នឹងគឺបាទកាន់តែរីកធំទៀតនោះបានទេគឺអាស៊ានត្រូវតែធ្វើយ៉ាងណាដោះស្រាយបានបើមិនអញ្ចឹងទេអាចនឹងប៉ះពាល់ទៅដល់កិត្តិនាមហើយនឹងឯកភាពរបស់អាស៊ានផងដែរបាទនេះគឺជាបញ្ហាដែលអ្នកវិភាគបានលើកឡើងហើយបើតាមអ្នកវិភាគមួយទៀតក៏បាននិយាយថាអាចទៅដោះស្រាយក៏ប៉ុន្តែសម្រាប់ប្រធានអាស៊ានថ្មីហ្នឹងគឺហើយជាបញ្ហានេះមិនមែនជាបញ្ហាអតិភិបសម្រាប់ហ្វីលីពីនទេបាទដោយសារតែហ្វីលីពីនគាត់ចង់បានមួយគឺក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងដើម្បីធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អជាមួយនឹងប្រទេសចិនបាទហើយអ្នកសង្កេតការណ៍នានាក៏បានទទូចឲ្យបាទធ្វើការដែលមានការសម្របសម្រួលគ្នាក្នុងការផ្ទេរពីម៉ាឡេស៊ីទៅនៅហ្វីលីពីននេះដើម្បីជារឿងមួយដែលឲ្យមានការដោះស្រាយបញ្ហានេះដោយរលូនផងដែរជាពិសេសទៅលើបទជបាញ់គ្នាក្នុងគណៈពេលដែលខាងហ្វីលីពីនដឹកនាំកិច្ចការឲ្យទាំងអស់នេះបាទអញ្ចឹងអ្វីដែលបានលើកឡើងនោះគឺគេហៅថាជាដំណោះស្រាយត្រួយការដែលមានប្រធានអាស៊ានបច្ចុប្បន្នប្រធានអាស៊ានចាស់ហើយនិងប្រធានអាស៊ានដែលនឹងចូលមកកាន់តំណែងនេះគឺនឹងត្រូវធ្វើការងារនឹងរួមគ្នាពាក់ព័ន្ធជាមួយនឹងបញ្ហាកម្ពុជា